បាទជំរាបសួរបងអញ្ចឹងវីដេអូហ្នឹងខ្ញុំនឹងបង្ហាញបងតើតើទៅនឹងការupload មុខតំណែងរបស់យើងចូលទៅក្នុង system អញ្ចឹងបងអញ្ចឹងដើម្បី upload បានជាទី1យើងត្រូវមាន template អញ្ចឹង template បងនឹងដឹងទៅរកណាអញ្ចឹងវីដេអូនេះខ្ញុំនឹងបង្ហាញបងទាំងអស់ទេបាទនៅក្នុង inventory របស់យើងហ្នឹងបាទបងចូលមកក្នុង inventory item master data ហើយបងចូលមកក្នុង item master data អូខេអញ្ចឹងនៅពេលដែលបងចូលរួចហើយបងនឹងឃើញហើយនៅកន្លែងនេះមាន3 create import export អញ្ចឹងដែរបាទអញ្ចឹង export គឺយើងសម្រាប់ export មុខតំណែងចេញបាទអញ្ចឹង import គឺយើង import ចូលអញ្ចឹងបងចូលកន្លែងនេះមកបាទអញ្ចឹងកន្លែងនេះយើងមាន template ឲ្យបងរើសបាទបងចុច download មកបាទដើម្បីយើងយក template ហ្នឹងទៅបំពេញមុខតំណែងរបស់យើងបញ្ចូលហើយយើងនឹងធ្វើការ upload ចូលអញ្ចឹងខ្ញុំគ្រាន់តែចុចបើកមួយមកនេះចុចបើកមកអូខេនៅពេលដែលបងចុចបើកមកបងនឹងឃើញមានមុខតំណែងដូចជា11មុខឬក៏10មុខហ្នឹងបាទនៅក្នុងហ្នឹងហើយប៉ុន្តែបងត្រូវលុបវាចេញអត់យកឯមកហ្នឹងអញ្ចឹងបងអាចលុបតែប៉ុណ្ណឹងមកទុកមួយសម្រាប់យើងមើលអញ្ចឹងនៅពេលដែលយើងបំពេញមុខតំណែងយើងហើយចាំលុបអាមួយហ្នឹងចេញវិញអញ្ចឹងណាបងអូខេខ្ញុំលុបណាអញ្ចឹងនៅក្នុងនេះវាមាន code repeat code អីជាច្រើនខ្ញុំនឹង detail ឲ្យបងបាទអញ្ចឹងទី1បងត្រូវមានកូដសម្រាប់មុខតំណែងហ្នឹងកូដលេខប្រមាណបើសិនជាមុខតំណែងដូចដែលមាន barcode បងអាចយក barcode ហ្នឹងមកបាញ់នៅកន្លែងហ្នឹងក៏បានដែរអញ្ចឹងណាបងបាទអញ្ចឹងបញ្ហាកន្លែងនេះបើសិនជា import កូដដែលជាន់គ្នាគឺវាអត់ឲ្យ import ទេខ្ញុំបញ្ជាក់បើកូដជាន់គ្នាតើកូដហ្នឹងផ្សេងគ្នាអូខេអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់កូដថា G001 បាទដាក់ប៉ុណ្ណឹងទៅជាបងមាន barcode បងបាញ់មកតែនេះខ្ញុំឧទាហរណ៍ឲ្យបងទៅខ្ញុំអត់បានបាញ់ទេខ្ញុំគាត់ sample ដែរអញ្ចឹងមុខខ្ញុំចង់ import ទី1ខ្ញុំមាន Vital ឧទាហរណ៍បង Vital 1 លីត្រកន្លះអញ្ចឹងទៅឧទាហរណ៍បាទកន្លែងនេះគឺខ្ញុំដាក់សណ្ដែកខៀវចុះអូខេបាទឈ្មោះទី2ខ្ញុំអត់ចង់ធ្វើអីច្រើនទេខ្ញុំគ្រាន់តែអូមមកមានន័យខ្ញុំចង់ប្រើឈ្មោះដូចគ្នាបើបងថាចង់ដាក់ខ្មែរអង់គ្លេសហើយបងអាចបំពេញតាមនឹងបានអញ្ចឹងណាបងបាទទៅនឹង cost បាទ cost ហ្នឹងយើងនិយាយអំពីថ្លៃដើមរបស់មុខតំណែងហ្នឹងតើថ្លៃដើមប៉ុន្មានបើសិនជាបងមានបងអាចយកមកដាក់បានអញ្ចឹងណាបងអញ្ចឹងខ្ញុំអត់ប្រើថ្លៃដើមខ្ញុំដាក់0នេះទៅ sorry វាជាប់ប៉ុនខ្មែរបងអញ្ចឹងខ្ញុំដាក់0មកនេះគឺ0អូខេអញ្ចឹងកន្លែងនេះទៅតនឹងតម្លៃបងលក់ចេញតើមុខតំណែងនេះតម្លៃប៉ុន្មានខ្ញុំឧទាហរណ៍នេះ$2នេះគឺ$1.5មកវាយតាមហ្នឹងទៅបន្តមកទៀតទៅតនឹងprice list ហ្នឹងបងត្រូវដឹងថាតើ currency code របស់បងជាលុយអីគេជាលុយដុល្លារឬក៏ជាលុយខ្មែរអញ្ចឹងណាបងអញ្ចឹងបើសិនជាលុយខ្មែរឬក៏ដុល្លារក៏ដោយតើបងអាចទៅយក ID នៅណាអញ្ចឹងនៅក្នុង system របស់យើងគឺមានស្រាប់ទេបងនៅក្នុងកន្លែងបងចូលមកយក template របស់ហ្នឹងអញ្ចឹងបងគ្រាន់តែចុច tab មួយទៀតមកនេះគេដាក់ item master reference បាទអញ្ចឹងបងចុចមកបងនឹងឃើញហើយដំបូងគេទាំងអស់គឺមាន price list អញ្ចឹងណាបងអញ្ចឹង price list របស់ខ្ញុំលក់ជាលុយដុល្លារអញ្ចឹងខ្ញុំមើលដល់លុយដុល្លារតើ ID របស់វាលេខប៉ុន្មានលេខ1អញ្ចឹងបងយកកន្លែងលេខ1ដែរលេខ1 group URM យើងនិយាយអំពីຂະຫນາດរបស់មុខតំណែងហ្នឹងអញ្ចឹងខ្ញុំឧទាហរណ៍ថាមុខតំណែងហ្នឹងអានេះខ្ញុំចង់លក់ជាកេសអញ្ចឹងបើខ្ញុំចង់លក់ជាកេសមួយកេសមាន24អញ្ចឹងខ្ញុំត្រូវមានຂະຫນាដហ្នឹងស្រាប់ហើយអញ្ចឹងខ្ញុំត្រូវទៅមើលតើຂະຫນាដជាកេសហ្នឹង ID វាលេខប៉ុន្មានដើម្បីខ្ញុំយកមកបំពេញកន្លែងនេះអញ្ចឹងណាបងអានេះដូចគ្នានេះខ្ញុំចង់លក់ជាសណ្ដែកខៀវនេះខ្ញុំចង់លក់ជា unit អូខេតោះយើងទៅរើសបាទខ្ញុំបែកមកខ្ញុំយកពាក្យ UOM អញ្ចឹងមកឃើញហើយខ្ញុំចង់ស្រាប់ឲ្យຂະຫນាដរបស់ខ្ញុំគឺមួយកេសមាន24 unit អញ្ចឹងបងមើលតើ ID វាលេខប៉ុន្មានលេខ1បាទលេខ1ខ្ញុំត្រូវទៅបំពេញវាលេខ1ដែរលេខ1បន្តមកទៀតសណ្ដែកខៀវខ្ញុំចង់ដាក់ unit អញ្ចឹង unit លេខប៉ុន្មានលេខ2អញ្ចឹងបងរើសលេខ2មកបន្តមកទៀតទៅនឹង inventory URM ID អញ្ចឹងទៅនឹង inventory URM ID មានន័យថា
dương thử từ mờ tới khna tôi chừng kê bọc khna nhà dương hao thành này khna group viewer ấm lên mà chứ số tha từ mờ cái này nè cứ cái này mình nè bài trong mong trồn mới đó là khna cái vào nhóm ID lệch mùi giống nhóm từ mờ define viewer ấm bảo vệ này define này chẳng ID lệch mùi nhỉ còn khơi min pi này để ra về min khna cái unit chẳng nhóm thử mờ tới khna tôi chừng kê bảo vệ nó filter bảo vệ lên mà chẳng khna tôi chừng kê hay nơi nơi ở role Twitter nữa Twitter nữa chung mờ mó khna tôi chừng kế mình bong vô anh đi tới nó bong này vô anh đi nhưng vô ID bảo vệ nên lấy mà lấy mùi chấm bong vô lấy mùi nữa vô lấy mùi nữa thật đã được nón Excel nhưng mình nè chẳng hết bóng ok chắc mình dân được bong trong đã khna thống để nhưng anh mơ cái lại nè chắc như muốn ta khna bảo bóng mong trong bây giờ bóng chụp lỗ thôi tranh cái ô tô chứ không ai từ vô vì lịch pi bàn chẳng hạn không đấy ở nhom trong recommend tha bóng đã lịch mùi từng mình đây đã khna tôi từ chẳng về để bóng lúa chẳng bóng rư ở khna thùng chẳng hạn bóng khna về tham miền cái unit đến tới chẳng về lúa chẳng rư về năng tay bạn dáng là cứ bóng ảnh mơ lại đi bán này nếu nhung vô về lịch lịch muối và muối nếu nhung vô nhung từ mơ đá ta unit lịch pi nó tôi bảo vệ nó lệnh mà chẳng khna tôi bảo vệ nhẹនេះគឺtôi import đấyបងលេខ1này còn màទៀត style បាទដូចខ្ញុំបញ្យល់បងមិនអញ្ចឹងបងអាចដាក់ខ្នាតតូចទាំងអស់ទៅដើម្បីអីពេលដែលបងលក់បងរើសពេលហ្នឹងទៅប៉ុន្តែមិនមែនតូចទាំងអស់បងដាក់លេខ1ទាំងអស់ព្រោះខ្នាតបងខ្លះវាអាចខុសខ្ញុំឧទាហរណ៍ថានេះខ្នាតគីឡូនេះបងឃើញខ្នាតតូចជាងគេលេខប៉ុន្មានហើយបងរកឃើញនេះខ្នាតតូចជាងគេគឺលេខ3នេះបងឃើញក្រាមហ្នឹងគឺខ្នាតតែតូចទេបងបាទដល់ពេលលេខ4ហ្នឹងគឺធំមានគីឡូតែដោយសារនេះវាលេខ1ដូចគ្នាដោយសារអីបើខ្នាតយើងដាក់ unit អញ្ចឹងណាបងបាទអូខេអញ្ចឹងបន្តមកទៀតខ្ញុំអាចកន្លែងនេះខ្ញុំដូចខ្ញុំបញ្យល់បងអញ្ចឹងខ្ញុំប្រើលេខ1ប្រើលេខ1អូខេអញ្ចឹងបន្តមកទៀតតើតទៅនឹង warehouse ID កន្លែង warehouse ID នេះបងមើលនៅកន្លែងនេះគេដាក់ warehouse តើwarehouse បងចង់ import item ហ្នឹងទៅ warehouse មួយណាប៉ុន្តែជាទូទៅតើបង import ទៅ warehouse មួយណាក៏វាចូលទៅគ្រប់ warehouse ដែរអញ្ចឹងបងអាចយកមួយជាគោលខ្ញុំមើលថាលេខ1ចុះ warehouse ហ្នឹងខ្ញុំយកមួយ main ទៅ warehouse main របស់បងហ្នឹងអញ្ចឹងខ្ញុំដាក់លេខ1មកតមកថៃកន្លែងនេះគឺមុខតំណែងមានជា item ឬក៏ជា switch របស់បងចុចមកវាមាន2អញ្ចឹងកន្លែងខ្ញុំ recommend ហ្មងគឺបងត្រូវតែរើសជា item ហ្មងណាបងតមកទៀតតទៅនឹង group របស់មុខតំណែងហ្នឹងមុខតំណែងដូចស្ដាយ Q Vital របស់បងណាតើបងចង់ដាក់វានៅក្នុង group មួយណាខ្ញុំមកថាខ្ញុំចង់ដាក់នៅក្នុង group food ឬក៏ drink អញ្ចឹងណាបងបាទអញ្ចឹងខ្ញុំអាចទៅរើសនៅកន្លែងមិញហ្នឹងនេះកន្លែង system របស់យើងហើយបងចូលមកហើយបងចុចពី item group អញ្ចឹងបងនឹងឃើញមាន group name ហើយនេះបាទអញ្ចឹង group name ហើយនឹង ID របស់វាអញ្ចឹង ID នេះគឺយើងយកទៅបំពេញនៅកន្លែង Excel មិញហ្នឹង group name គឺយើងសម្រាប់មើលឈ្មោះថាអូខេយើងគាត់ជាដាក់ចង់ដាក់នៅឈ្មោះនេះមែនអញ្ចឹងណាបងខ្ញុំមកថាខ្ញុំដាក់នៅ string លេខ8 Vita របស់ខ្ញុំមិញណាបងអញ្ចឹងខ្ញុំមកបំពេញកន្លែងនេះដាក់លេខបន្តមកទៀតខ្ញុំស្ដាយខៀវមិញខ្ញុំចង់ដាក់នៅ standard ហ៎បងបាទអញ្ចឹងខ្ញុំត្រូវដាក់លេខ1តមកទៀតក្រុមទី2 ID របស់វាលេខមកដូចគ្នាកន្លែងនេះក៏ដូចគ្នាអញ្ចឹងមកឆ្ងល់ហើយកន្លែងនេះគឺមានន័យអញ្ចឹងតើក្រុមទី8ឈ្មោះ string ហ្នឹង ID វាលេខ8ហ្នឹង string ហ្នឹងណាបងតើក្រុមទី2នៅក្នុងក្រុមទីហ្នឹង ID លេខប៉ុន្មានមានន័យអញ្ចឹងទី3ដូចគ្នាតើក្រុមទី3នៅក្នុង
group tí 2 ហ្នឹង ID លេខម៉េចអញ្ចឹងបើសិនជាបងមានណាបងអញ្ចឹងយើងមើលកន្លែងនេះអញ្ចឹង ID លេខ8 group ទី 2 វាអត់មានទេបងឃើញអត់អញ្ចឹងមានន័យនៅក្នុង group string ហ្នឹងពេលដែលបងចុចទៅគឺឃើញ item ហ្មងនេះអញ្ចឹងឧទាហរណ៍ថា standard លេខ1អញ្ចឹង group ទី 1 នៅក្នុង group ទី 2 គឺមានឈ្មោះមួយគឺ testing ប៉ុន្តែខ្ញុំអត់ដាក់ក្នុង testing ទេគឺខ្ញុំមានន័យថាខ្ញុំដាក់នៅក្នុង standard ហើយចុចទៅដល់ item ហ្មងហើយនេះខ្ញុំដាក់ក្នុង string ចុចទៅដល់ item ហ្មងដោយសារខ្ញុំអត់មាន group ទី 2 ហើយទី 3 អញ្ចឹងមកអញ្ចឹងបើអត់មានអញ្ចឹងយើងត្រូវតែមាន ID មួយជាសម្គាល់អញ្ចឹងគឺយើងយក ID null នឹងទៅប្រើ null ហ្នឹងបងយក null នឹងទៅប្រើអញ្ចឹងខ្ញុំយកលេខ1 null លេខ1លេខ2 1លេខ1ទី 3គ្នាបាទខ្ញុំយក null ទៅប្រើគឺលេខ2 បាទអូខេអញ្ចឹង item របស់យើងគឺមានតែមួយក្រុមទេគឺក្រុមទី 1 ហ្នឹងមកឃើញទេបងបាទតោះបងកន្លែងមើលទៀតបាទនៅក្នុងនេះយើងមាន3តែវាត្រូវតែទៅជាមួយគ្នាហ្មងគឺ inventory cell ក៏ដូចជា purchase អញ្ចឹង inventory គឺយើងនិយាយអំពីការគ្រប់គ្រង stock របស់យើង sell មានន័យយើងពីការលក់ចាញ់ក៏ដូចជា purchase និយាយពីការទិញចូលអញ្ចឹងចំណុចហ្នឹងបើសិនជាមុខតំណែងហ្នឹងបងមានន័យថាបងអត់គិត stock និយាយងាយយល់ណាបងអត់គិត stock កន្លែងហ្នឹងគឺបងត្រូវរើសទៅជា for អញ្ចឹងណាបង for ប៉ុន្តែបើមុខតំណែងហ្នឹងគិត stock កន្លែងនេះបងត្រូវ true អូខេបងបាទបើមុខបើគិត stock យើងហៅថា file for ក៏ដូចជា standard អញ្ចឹងតែ standard គឺគិត stock អញ្ចឹងកន្លែងនេះដូចគ្នាគឺជាទូទៅគឺត្រូវតែ true ហ្មងព្រោះមុខនេះយើងបង្កើតគឺសម្រាប់លក់ឲ្យត្រូវទេបងបាទអញ្ចឹងកន្លែងនេះវាអាចដូច inventory ដែរមានន័យថាបើមុខតំណែងគិត stock ខ្ញុំត្រូវរើស true បើមុខតំណែងអត់គិត stock ខ្ញុំត្រូវរើស for អញ្ចឹងខ្ញុំគិត stock ទាំងអស់ខ្ញុំរើស true ទៅអូខេអញ្ចឹងវា true ទាំង3អញ្ចឹងទៅអញ្ចឹងកន្លែងនេះគឺ barcode នេះកន្លែងនេះសំខាន់ណាបងត្រូវយក barcode របស់បងណាមុខតំណែងហ្នឹងណាយកមកបាញ់នៅលើហ្នឹងអញ្ចឹងណាបងត្រូវបាញ់លើហ្នឹងដើម្បីពេលដែលបងលក់បងអាចបាញ់ទៅវាស្គាល់បើបងអត់ដាក់ទេបាញ់អត់ស្គាល់ទេប៉ុន្តែខ្ញុំឧទាហរណ៍ខ្ញុំមកមាន barcode ទេខ្ញុំអាច copy ពី code របស់ខ្ញុំមកដាក់កន្លែងនេះខ្ញុំ recommend បងមួយគឺបងត្រូវបាញ់ barcode កន្លែងនេះហើយ barcode ហ្នឹងក៏បងត្រូវយកមកប្រើនៅកន្លែងនេះដែរអញ្ចឹងណាបងព្រោះអីដើម្បីឲ្យវាដូចគ្នាទៅងាយស្រួលបង search មើល item ហ្នឹង printer ID កន្លែងនេះយើងត្រូវ ID ដូចគ្នាអញ្ចឹង printer បងរោមនេះ printer អញ្ចឹង ID ខ្ញុំចង់ដាក់ទៅណាគឺជាទូទៅខ្ញុំនិយាយបងម៉ាគឺយើងមានតែ pay ទេបាទបើប្រភេទ restaurant យើងមាន3មាន soft drink kitchen pay អញ្ចឹងខ្ញុំយក pay បាទ pay អញ្ចឹងអានេះដោយសារខ្ញុំអត់ចង់ print ទៅច្រើនអញ្ចឹងបងយក pay មកលេខ3បាទចំណែកកន្លែងនេះវិញ image គឺបងអត់ចាំបាច់ត្រូវធ្វើអីទេគឺគ្រាន់តែ copy ពីរបស់គេមកដើម្បីកុំឲ្យម៉េចកុំឲ្យវាម្លងបើវាម្លងគឺវាអត់ទៅទេកន្លែងនេះfile for ដោយសារកន្លែងនេះបងដាក់គិត stock អស់ហើយអញ្ចឹងកន្លែងនេះបងត្រូវតែរើស file for ឲ្យត្រូវទេបងបើសិនជាកន្លែងនេះបងបើថានេះបងដាក់ for នេះ for មានន័យអត់គិត stock អីអញ្ចឹងបងរើស standard គឺបានត្រូវអញ្ចឹងនេះខ្ញុំដាក់គិត stock ខ្ញុំត្រូវយកអូខេឥឡូវមុខតំណែងខ្ញុំបានដាក់ចូលអស់ហើយបាទគឺអត់មានចន្លោះអត់មានអីទេបើតាមខ្ញុំមើលទៅអញ្ចឹងខ្ញុំត្រូវលុបតែលើនេះចេញដូចខ្ញុំប្រាប់បងពីដើមទីមកអញ្ចឹងណាបងខ្ញុំលុបចេញមួយអូខេអញ្ចឹងនៅពេលដែលបងលុបចេញហើយវានៅសល់តែ2ទេអញ្ចឹងយើងធ្វើម៉េចដាក់ចូលទី1 save file ហ្នឹងអូខេអញ្ចឹងបង save file ហ្នឹងយកទៅដាក់នៅ desktop ហើយខ្ញុំអាច rename អីក៏បានអាស្រ័យលើបងជួយខ្ញុំដាក់មក template ហើយខ្ញុំ template ហើយខ្ញុំធ្វើការចុច save ឥឡូវហើយខ្ញុំ save ហើយអញ្ចឹងខ្ញុំធ្វើការបិទ file នេះខ្ញុំមកធ្វើការ upload ក្នុង system របស់ខ្ញុំអញ្ចឹងណាបងអញ្ចឹងខ្ញុំចូល upload item master អូខេហើយបងចុចកន្លែងនេះមួយហើយបងចុច template
template របស់ខ្ញុំមិញហ្នឹងដែលខ្ញុំ save មិញហ្នឹងហើយខ្ញុំ preview មើលថាតើវាត្រឹមត្រូវអស់នៅអញ្ចឹងណាបងអញ្ចឹងបើវាត្រឹមត្រូវអស់ហើយនេះបងមើលទៅនេះបងឃើញបើសិនជាបងប្អូនមើលទៅអត់មានចន្លោះប្រហោងកន្លែងណាទេយើងចុចប៊ូតុង upload អញ្ចឹងណាបងខ្ញុំចុចមកប៊ូតុង upload យើងហ្នឹងអញ្ចឹងវានឹងដាក់ឲ្យ item ហ្នឹងគឺបាន upload ចូលអញ្ចឹងណាបងឃើញអូខេអញ្ចឹងដល់ពេលដែលយើង upload ចូលហើយបងនឹងទៅ check មើលក្នុង item master data ហើយវា make sure ចូលអត់អញ្ចឹងបងមើលវិញមកចេញវានៅខងគេហ្នឹងជាស្ដែងអញ្ចឹងនេះបងឃើញចូលអូខេអញ្ចឹងប៉ុណ្ណឹងជាការស្រាវទេអញ្ចឹងក្នុង PS ដូចគ្នាបងមើលដើម្បី make sure ថាវាត្រូវអញ្ចឹងណាបងបាទអញ្ចឹងខ្ញុំដាក់ក្នុងនេះមួយមិញនេះត្រូវអញ្ចឹងបងឃើញវាមាន stock អញ្ចឹងបងត្រូវបញ្ចូល stock វាអញ្ចឹងនៅក្នុង string ដូចគ្នានេះយើងដាក់ជា case វាចេញជា2អញ្ចឹងតែតម្លៃ case គឺបងត្រូវតែទៅបញ្ចូលពី system មកវិញអញ្ចឹងបងព្រោះផ្នែក Excel មកយើងដាក់បានតែមួយតម្លៃឯងបងមកចេះសម្រាប់វីដេអូហ្នឹងយើងមានតែប៉ុណ្ណឹងបងគុណច្រើនបង